ខ្លះមិនឃើញពីការលំបាករបស់យើងទេគេឃើញតែពីកំហុសរបស់យើងប៉ុណ្ណោះរិះគន់ជន់ផលិតសម្ដីនិយាយមកធ្វើម៉េចឲ្យតែយើងឈឺចាប់ទៅមុខមិនរួចហើយបើយើងនៅតែបើកតិចស្ដាប់គ្រប់រឿងច្រើនពេកខ្ញុំជឿថាបងប្អូនទៅមុខអត់រួចទេរឿងណាគួរស្ដាប់ចាំស្ដាប់រឿងណាដែលគិតថាសម្រាមណាកុំស្ពាយតាមខ្លួនច្រើនពេកធ្ងន់ណាស់នៅពេលដែលយើងកំពុងតែខិតខំប្រឹងប្រែងត្រូវមានអំណត់ម៉ោងធ្វើគឺធ្វើម៉ោងរកគឺរកម៉ោងសម្រាកគឺសម្រាករក្សាវិន័យទៅមុខជានិច្ចគេធូធាគេមានជាងយើងគេប្រឹង10យើងខ្សត់ជាងគេយើងប្រឹង100កុំប្រៀបធៀបខ្លួនឯងជាមួយនឹងជីវិតរបស់គេផ្សេងយើងផ្សេងប្រាប់ខ្លួនឯងថាប្រឹងរាល់ថ្ងៃនឹងដើម្បីអ្នកណាហើយបើសិនជាយើងមិនប្រឹងតែមានរឿងអីកើតឡើងយករឿងទាំងអស់នឹងមកពិចារណាម្ដងហើយម្ដងទៀតឲ្យសួរខ្លួនឯងជាប្រចាំត្រូវប្រាប់ខ្លួនឯងថាដរាបណាយើងនៅតែខិតខំប្រឹងប្រែងផ្កាយ